បាទពិតជាអរគុណមែនតែនបាទមានតែម្រាមដៃ10អរគុណដល់ពុកម៉ែបងប្អូនទឹកដីនៃខេត្តតាកែវបាទនៅក្នុងថ្ងៃនេះបាទគ្រប់គ្រងប្រដាល់គុណខ្មែរដែលនាំមកជូនដោយភេសជ្ជៈពេលកម្លាំង work រហូតដល់ចប់បាទការប្រកួតរបស់យើងបាទគូទី7នៅក្នុងកម្មវិធីបងប្អូននេះបាទគឺបងប្អូនយើងដែលគាត់នៅជុំវិញសង្វៀននេះគឺគាត់អត់ទៅណាទេរងចាំទស្សនាការប្រកួតរហូតដល់ចប់តាំងពីមេឃរាំងដល់មេឃភ្លៀងរហូតដល់មេឃរាំងវិញបាទចប់ការប្រកួតបានបាទទៅផ្ទះទាំងអស់គ្នាបាទនេះគឺជាទឹកចិត្តនៃការគ្រប់គ្រងបដាល់គុណខ្មែររបស់យើងរបស់ពុកម៉ែបងប្អូនឈរទទួលបាទគេហៅថាបាទទទួលឆាត់ផងបងប្អូនខ្លះគាត់ដោះអាវចេញទៀតបាទគឺដើម្បីបាទនៅឈរទស្សនាកុំឲ្យល្ងាណាបាទហើយក្រុមការងាររបស់យើងនេះក៏ស៊ូទ្រាំទៀតកាមេរ៉ាដាក់ទទួលឆាត់បាទលោកគ្រូអញ្ញាកដាលបាទក៏ដូចជាគណៈកម្មការសហព័ន្ធយើងនៅឈរទ្រាំទាំងអស់គ្នាបាទនៅទឹកដីនៃខេត្តតាកែវនេះថ្ងៃនេះបាទគេហៅថានេះបានគេហៅថាជោគជាំបងប្អូនបាទពិតជារសជាតិមួយនៃជីវិតបាទជោគជាំនៅលើទឹកដីនៃខេត្តតាកែវក្នុងថ្ងៃនេះបាទដែលនាំមកជូនដោយភេសជ្ជៈពេលកម្លាំងវើកទឹកដីនៃខេត្តតាកែវបាទភ្លៀងមិនមែនជាឧបសគ្គទេបាទភ្លៀងមិនមែនជាឧបសគ្គសម្រាប់កីឡាករគុណខ្មែររបស់យើងបាទប្រកួតបាទគាត់ប្រកួតនៅតែអស់សមត្ថភាពបងប្អូនយើងហូរកងរំពងបាទជុំវិញសង្វៀនបាទវើកសេនាគុណខ្មែរជាន់8ទិសបាទអរគុណច្រើនសម្រាប់ទឹកចិត្តពុកម៉ែបងប្អូនទឹកដីនៃខេត្តតាកែវ